ជំរាបសួរនាងខ្ញុំឡុងសវណ្ណប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ហ្វុងស៊ុយប្រចាំខែមិថុនាឬខែ6ឆ្នាំ2025ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងៗដើម្បីជួយបង្កើនសុភមង្គលក្នុងក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរឡើងក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងកើតទិសខាងត្បូងទិសខាងជើងឈៀងខាងកើតទិសខាងជើងនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងៗជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចៗជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងឬមានធាតុភ្លើងនៅទិសខាងកើតទិសខាងត្បូងទិសខាងជើងឈៀងខាងកើតនិងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយដែលបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមតែអាចធ្វើបានចំណែកទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែមិថុនាឬខែ6ឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងត្បូងឈៀងខាងកើតទិសខាងត្បូងឈៀងខាងលិចនិងទិសខាងលិចប្រសិនបើទិសទាំងនេះមានទ្វារចេញចូលគេហដ្ឋានឬមានបង្អួចឬជាកន្លែងប្រើប្រាស់សម្រាប់ធ្វើកិច្ចការងារផ្សេងចូលព្យាយាមប្រើប្រាស់ឲ្យបានច្រើននិងបើកទ្វារឬបង្អួចនោះឲ្យបានញឹកញាប់តាមដែលអាចធ្វើបានវាប្រកាសជានឹងអាចផ្ដល់ឲ្យលោកអ្នកទទួលបាននៅលទ្ធផលដ៏គួរឲ្យរីករាយមិនខាននៅក្នុងខែនេះប្រសិនបើលោកអ្នកយល់ថាការព្យាករណ៍នេះអាចផ្ដល់ជាអត្ថប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅសូមចែករំលែកទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកផ្សេងទៀតផងនាងខ្ញុំសង្ឃឹមថាការព្យាករណ៍នេះអាចផ្ដល់ជាប្រយោជន៍សម្រាប់ការយល់ដឹងដើម្បីជាជំនួយដល់សេចក្តីសុខផ្ទាល់ខ្លួននិងជាការបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសវណ្ណសូមជម្រាបលានិងជួបគ្នានៅការព្យាករណ៍បន្តទៀត